ចិញ្ចឹមឆ្មាមិនខ្លាចខ្មោចចិញ្ចឹមឆ្កែមិនខ្លាចចោរនេះគឺជាពាក្យដែលខ្ញុំតែងតែនិយាយនៅក្នុងភូមិចិញ្ចឹមឆ្មាដូចជាចិញ្ចឹមខ្លាសមួយអញ្ចឹងវាគឺជាសត្វមួយដែលអាចនឹងនាំនៅផលវិជ្ជមានមកកាន់ផ្ទះរបស់យើងហើយវាក៏ជាសត្វមួយដែលអាចនាំសារមកដើម្បីឲ្យយើងដឹងថានឹងមានរឿងអ្វីកើតឡើងខាងមុខនេះវាអាចមើលឃើញនៅរបស់កខ្វក់ដែលមនុស្សយើងមិនអាចមើលដោយភ្នែកធម្មតាតោះចូលស្ដាប់ជាមួយនឹងសាច់រឿងពេញទាំងអស់គ្នានៅឆ្នាំនោះពេលដែលខ្ញុំរៀនចប់ហើយខ្ញុំបានធ្វើការជួលជាមួយនឹងផ្ទះល្វែងមួយដើម្បីស្នាក់នៅពេលយប់ឡើងរលឹកពីការងារធ្វើការមើលទូរទស្សន៍ធម្មតាក៏ប៉ុន្តែឆ្មារបស់ខ្ញុំស្រាប់តែមានអាការៈខុសប្លែកពីរាល់ដងវាបានដើរកោះកកាយពេញបន្ទប់ហើយធ្វើការសើចដោយសារតែការងារហត់ពេកម៉ោង8ជាងខ្ញុំបានធ្វើការសម្រាកលក់ទៅខ្ញុំមកភ្ញាក់ឡើងវិញនៅម៉ោង12យប់ពេលនោះផងដែរស្រាប់តែលើសំឡេងអ្វីដែលរំខានក្រែរបស់ខ្ញុំក៏ចាប់ផ្ដើមរំញ័រពេលដែលខ្ញុំបើកភ្នែកឡើងព្រះអើយឃើញជាមួយនឹងនារីម្នាក់ដែលស្លៀកជាមួយនឹងឈុតក្រហមបាទហ្នឹងគឺឈរនៅចុងជើងក្រែរបស់ខ្ញុំបានធ្វើការពេលនឹងយ៉ាងមកចត់ពេលនោះឃើញនាងខ្លួនឡើងសេទឹកសាឡាបចុះតែទឹកមុខរបស់នាងឡើងហើមខៃដៃជើងរបស់នាងឡើងចង់រលេះរលួយហើយពេលនោះផងដែរខ្ញុំធ្វើការស្រែកក៏ប៉ុន្តែខ្ញុំស្រែកអត់ឮទេដៃជើងរបស់ខ្ញុំកម្រើកអត់បានទេទឹកដែលនៅជាប់ខ្លួនរបស់នាងនឹងក៏បានសាយមកពេញខ្លួនខ្ញុំពេលនោះផងដែរខ្ញុំបានធ្វើការឮនៅសំឡេងម្យ៉ាងវាគឺជាសត្វឆ្មារបស់ខ្ញុំវាកំពុងតែបើកទ្វារចូលមកវាហាក់ដូចជាដឹងថាខ្ញុំកំពុងតែមានគ្រោះថ្នាក់អញ្ចឹងវាបានលោតមកនៅលើក្រែរបស់ខ្ញុំហើយវាធ្វើការប្រើកែវភ្នែកដ៏មុតរបស់វាសម្លឹងទៅស្រមោលមួយនោះហាក់ដូចជាចង់មកជិតក្បែរខ្លួនរបស់ខ្ញុំក៏ប៉ុន្តែឆ្មារបស់ខ្ញុំនេះក៏បានធ្វើការខាំងហើយពួកគេទាំងពីរនាក់ដូចជាកំពុងប្រយុទ្ធគ្នាអញ្ចឹងប៉ុន្តែខ្ញុំមើលអត់សូវច្បាស់ទេពីព្រោះអ្វីដែលខ្ញុំឃើញវាជាលក្ខណៈសមោលមកសន្ទុះក្រោយមកក៏បានធ្វើការបាត់សមោលនឹងឈឹងទីបំផុតខ្ញុំបានធ្វើការរួចខ្លួនមកវិញហើយក៏បានធ្វើការកម្រើកនិងនិយាយបានធម្មតារឿងអត់ទាន់ចប់ទេឆ្មារបស់ខ្ញុំបានហក់ទៅកន្លែងប្អួយនោះហើយធ្វើការខ្វាចចុះខ្វាចឡើងវាខ្វាចនៅលើអាកាសនឹងមិនដឹងថាខ្វាចអីទេដោយសារខ្ញុំអត់បានឃើញនៅផ្ទាល់ភ្នែករបស់ខ្ញុំទេប៉ុន្តែខ្ញុំអាចនឹងស្មានដឹងថាវាអាចនឹងមើលឃើញរបស់កខ្វក់អ្វីយ៉ាងដែលកែភ្នែករបស់ខ្ញុំទាំងគូមិនអាចមើលឃើញទីបំផុតក៏បានគេងលក់ដោយស្កប់ស្កល់លើរហូតដល់ព្រឹកឡើងពួកខ្ញុំកំតាំងពីអ្នកកំពុងតែលេងសប្បាយនៅក្នុងផ្ទះស្រាប់តែពេលនោះឆ្មារបស់ខ្ញុំវាបានលោតទៅកន្លែងវែងរងដាននៅមុខផ្ទះឃើញជាមួយនឹងទស្សនវិជ្ជានៅខាងក្រោមឃើញប៉ូលីសមួយក្រុមកំពុងតែស្រង់សាកសពនារីម្នាក់ដែលមានពាក់ឈុតពណ៌ក្រហមគ្រាន់តែឃើញភ្លាមខ្ញុំក៏បាននឹកឃើញទស្សនវិជ្ជាដែលយប់មិញខ្ញុំបានជួបប្រទេសហើយតិចនារីម្នាក់ហ្នឹងទៅដែលមករកខ្ញុំពេលយប់មិញខ្ញុំក៏បានគិតច្រើនដែរខ្ញុំក៏ឈប់មើលទៅពេលនោះពីអ្នកឆ្មាខ្ញុំក៏បានចូលទៅក្នុងបន្ទប់រឿងយើងត្រូវបានចប់បាយបាយ